សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ជឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងសុភាសិតចំពោះ13ខ24អ្នកណាដែលមិនសូវប្រើរំពាត់នោះឈ្មោះថាស្អប់កូនតែអ្នកណាដែលស្រឡាញ់កូនវិញនោះឧស្សាហ៍វាយផ្ចាលវាការចិញ្ចឹមកូនគឺជាកិច្ចការមួយដែលមិនងាយស្រួលឡើយការចិញ្ចឹមកូនធ្វើឲ្យយើងអាចយល់ពីសេចក្តីស្រឡាញ់របស់ព្រះចំពោះជីវិតរបស់យើងគឺជាសេចក្តីស្រឡាញ់ដែលតែងតែអត់ធ្មត់សេចក្តីស្រឡាញ់ដែលតែងតែអត់ទោសនិងសេចក្តីស្រឡាញ់ដែលតែងតែលះបង់មិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួននេះជាសេចក្តីស្រឡាញ់ដែលឆ្លុះបញ្ចាំងអំពីលក្ខណៈរបស់ព្រះដែលក្នុងនាមជាឪពុកម្ដាយត្រូវមានបងប្អូនហើយការស្រឡាញ់កូនគឺជារបៀបមួយដែលយើងអាចនឹងរៀនពីសេចក្តីស្រឡាញ់របស់ព្រះសេចក្តីស្រឡាញ់របស់ឪពុកម្ដាយចំពោះកូនមិនមែនមានតែពាក្យលួងលោមឬផ្អែមល្ហែមប៉ុណ្ណោះនោះឡើយតែត្រូវចេះព្រានប្រដៅកែតម្រង់ដាក់វិន័យទៅតាមទំហំនៃកំហុសរបស់កូនព្រះបន្ទូលចែងថាអ្នកណាដែលមិនសូវប្រើរំពាត់នោះឈ្មោះថាស្អប់កូនអ្នកដែលមិនចេះព្រានប្រដៅកូននោះស្មើនឹងស្អប់វាស្រឡាញ់កូនត្រូវតែបង្រៀនឲ្យកូនស្គាល់ពីវិន័យស្គាល់ពីខុសត្រូវនិងស្គាល់ពីអ្វីដែលពួកគេត្រូវធ្វើនិងមិនត្រូវធ្វើត្រូវតែកំណត់ព្រំដែនសម្រាប់ពួកគេហើយត្រូវតែហ៊ាននិយាយថាទេចំពោះអ្វីដែលដល់ផលអវិជ្ជមានសម្រាប់អនាគតរបស់ពួកគេត្រូវបង្រៀនកូនឲ្យមានវិន័យជាមុនសិនមុននឹងឲ្យវាចេះធ្វើអ្វីមួយល្អនិងមានទំនួលខុសត្រូវខ្ពស់មានគូស្វាមីភរិយាមួយគូដែលបានរៀបការថ្មីថ្មោងហើយក៏បង្កើតបានកូនប្រុសមួយពួកគេស្វែងរកគ្រប់វិធីដើម្បីនឹងអប់រំកូនរបស់ពួកគេឲ្យមានវិន័យល្អនិងជាកូនដែលមានទំនួលខុសត្រូវខ្ពស់នៅពេលដែលកូនពួកគេចាប់ផ្ដើមចេះអង្គុយពួកគេក៏ទិញកៅអីឲ្យកូនរបស់ពួកគេដើម្បីអង្គុយញ៉ាំបាយជាមួយគ្នាជារៀងរាល់ពេលញ៉ាំបាយជុំគ្នានៅពេលកូនតូចនោះចាប់ផ្ដើមអង្គុយញ៉ាំបាយលើកដំបូងកូនតូចមិនអាចនឹងកាន់ស្លាបព្រាជាប់នោះឡើយស្លាបព្រាតែងតែធ្លាក់ក្ដុងក្ដាំងនៅលើតុហើយបាយក៏រាយពាសពេញនៅលើតុដែរបិទកូនតូចមិនអាចញ៉ាំដូចជាមនុស្សធំបាននោះឡើយដួសញ៉ាំបាយពេញមួយស្លាបព្រាតែញ៉ាំបានតែបន្តិចហើយក៏កំពុបអស់ទៅវិញឪពុកម្ដាយក្រឡេកមើលទៅកូនហើយក៏ញញឹមដោយការលើកទឹកចិត្តថាមិនអីទេកូនហើយក៏ចាប់ដៃកូនបង្រៀនឲ្យកូនដួសនឹងពីចានហើយដាក់នៅក្នុងមាត់របស់កូនមិនយូរប្រមាណកូនតូចនោះក៏ចេះញ៉ាំបាយយ៉ាងស្ទាត់ហើយវាដឹងម៉ោងនៅពេលញ៉ាំបាយវាតែងតែអង្គុយនៅលើកៅអីរបស់វាជានិច្ចហើយក៏វាចំណាំចាននិងស្លាបព្រារបស់វាដែរបងប្អូនហើយនេះហើយជាការដែលបង្កើតទម្លាប់និងវិន័យល្អដល់កូននៅពេលដែលវាចាប់ផ្ដើមចេះអង្គុយនិងញ៉ាំបាយឬក៏ញ៉ាំបបរដូច្នេះវិន័យដើរមុនសណ្ដាប់ធ្នាប់មុននឹងក្មេងញ៉ាំបាយមិនឲ្យជ្រុះគឺវាត្រូវតែមានវិន័យមានទម្លាប់អង្គុយលើកៅអីវាជាមុនហើយដឹងម៉ោងញ៉ាំបាយជាមុនសិនបន្ទាប់មកពីមួយថ្ងៃទៅមួយថ្ងៃនោះវាក៏រៀនចេះញ៉ាំបាយដោយខ្លួនឯងស្រឡាញ់កូនកុំខ្លាចកូនយំកុំខ្លាចកូនមិនញ៉ាំបាយកុំបណ្ដោយឲ្យវាធ្វើតាមចិត្តរបស់វាតែត្រូវតែកំណត់ព្រំដែនហើយអប់រំកូនដោយចិត្តសុភាពជានិច្ចការធ្វើបែបនេះនឹងធ្វើឲ្យវាខ្លាចជាក្មេងម្នាក់ដែលមានវិន័យតែបើសិនជាការបណ្ដោយតាមចិត្តរបស់វានោះវានឹងខ្លាយទៅជាក្មេងទំរើសព្រះបន្ទូលចែងថាតែអ្នកណាដែលស្រឡាញ់កូនវិញនោះត្រូវឧស្សាហ៍វាយផ្ចាលវាការវាយផ្ចាលនេះមិនមែនធ្វើឲ្យវាបាក់ស្បាមិនមែនធ្វើឲ្យវាខ្លាចគេ
មិនមែនធ្វើឲ្យវាបាក់ទឹកចិត្តនោះឡើយតែគឺជាការព្រៀនប្រដៅតម្រង់ណែនាំដើម្បីឲ្យវាអាចក្លាយជាក្មេងមួយដែលមានទម្លាប់វិន័យនិងទំនួលខុសត្រូវល្អបងប្អូនអាចរកបទពិសោធន៍ពីសៀវភៅដែលសរសេរអំពីឪពុកម្ដាយដែលអប់រំកូនដោយជោគជ័យតាមរបៀបណាដើម្បីជាមេរៀនសម្រាប់យើងរាល់គ្នាក្នុងការព្រៀនប្រដៅតែក៏នឹកចាំពីព្រះបន្ទូលដែលជាស្តង់ដារនៃការព្រៀនប្រដៅនិងអប់រំកូនផងដែរដោយនៅក្នុងអេផេសូបានចែងថាត្រូវអប់រំកូនតាមដំបូន្មាននិងការព្រៀនប្រដៅក្នុងព្រះអង្គម្ចាស់ដូចគ្នាដែរបងប្អូនហើយសេចក្តីស្រឡាញ់ដែលគ្មានវិន័យនោះនឹងធ្វើឲ្យកូនខ្លាចជាកូនដែលទំរើសនិងពិបាកស្ដាប់គ្នាស្រឡាញ់កូនដោយគ្មានវិន័យនោះប្រៀបដូចជាយើងដែលជាពុកម្ដាយស្អប់វាទៅវិញដោយព្រះអង្គចាស់នៃយើងការស្រឡាញ់របស់ព្រះចំពោះយើងរាល់គ្នាគឺផ្សារភ្ជាប់ជាមួយនឹងសេចក្តីសុចរិតរបស់ទ្រង់ផ្សារភ្ជាប់ជាមួយនឹងវិន័យនៅពេលដែលយើងដើរចាកចេញឆ្ងាយពីព្រះបន្ទូលរបស់ទ្រង់ហើយឃ្លាតឆ្ងាយពីទ្រង់នោះច្បាស់ណាស់នឹងមានរំពាត់និងប្រណុងដើម្បីនឹងគៀងឲ្យយើងដើរទៅតាមផ្លូវត្រូវវិញរំពាត់ឬប្រណុងនោះអាចជាទុក្ខលំបាកដែលនឹងកើតឡើងដើម្បីឲ្យយើងអាចត្រឡប់មករកព្រះអង្គវិញអាចនឹងមើលឃើញពីព្រះគុណនិងសេចក្តីស្រឡាញ់របស់ព្រះអង្គឡើងវិញបងប្អូនហើយសេចក្តីស្រឡាញ់ដ៏ពិតគឺត្រូវតែផ្សារភ្ជាប់ជាមួយនឹងភាពត្រឹមត្រូវផ្សារភ្ជាប់ជាមួយនឹងវិន័យនិងការទទួលខុសត្រូវព្រះអង្គចាស់អរព្រះគុណទ្រង់សម្រាប់ព្រះបន្ទូលដ៏រស់នៅថ្ងៃនេះសូមទ្រង់ដែលជាព្រះបានប្រទានប្រាជ្ញាឲ្យយើងខ្ញុំអាចនឹងដឹងពីរបៀបដែលស្រឡាញ់កូនដោយដែលព្រះបន្ទូលរបស់ទ្រង់បានរំលឹកដល់យើងខ្ញុំដើម្បីឲ្យជីវិតរបស់កូនដែលទ្រង់បានប្រទានមកនេះបានប្រកបដោយព្រះគុណនិងពេញដោយសេចក្តីស្រឡាញ់ដែលមកពីទ្រង់ព្រមទាំងរស់នៅក្នុងជីវិតមួយដែលស្ដាប់បង្គាប់រស់នៅក្នុងជីវិតមួយដែលនៅក្នុងព្រះពររបស់ទ្រង់ហើយរស់នៅក្នុងជីវិតមួយដែលថ្វាយស្រីល្អដល់ទ្រង់យើងខ្ញុំទូលថ្វាយគ្រប់ទាំងអ្វីដែលយើងខ្ញុំមានមន្ទិលសង្ស័យនៅថ្ងៃនេះឬក៏ស្រពេចស្រពិលដែលមិនច្បាស់លាស់នៅក្នុងការបង្ហាត់បង្រៀននិងអប់រំកូនសូមព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំនិងបំភ្លឺឲ្យយើងខ្ញុំអាចមើលឃើញពីរបៀបនិងវិធីដែលត្រូវព្រៀនប្រដៅដល់កូនដែលស្របតាមបំណងព្រះហឫទ័យទ្រង់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន